ឥឡូវខ្ញុំចង់ប្រាប់របៀបកាត់ភូមិតិចណាដោយសារភូមិយើងដឹងថាភូមិជាចំណុចមិនអញ្ចឹងហ៎ហើយចាភូមិជាចំណុចហើយអញ្ចឹងធម្មតាចំណុចយើងអាចកាត់តាមរយៈដូចយើងកាត់ពីម្សិលមិញបានទេព្រោះម្សិលមិញយើងកាត់យើងមានសិលេចហើយយើង export អញ្ចឹងហ៎ហើយយើងសិលេចតាមរូបមន្តតាមខេត្តតាមអីតែដោយសារភូមិវាមានរាប់សិបអញ្ចឹងដើម្បីកាត់ភូមិបានអ្នកទាំងអស់គ្នាត្រូវប្រើ function មួយដែលគេហៅថា clip ហើយវានៅក្នុងចំណុចលេខ19នៃមេរៀនហ្នឹងណាអញ្ចឹងតបុកចា19ប៉ុណ្ណឹងនេះខ្ញុំនិយាយលេខនេះ19ចំណុចទី19 content របស់ខ្ញុំដាក់ចំណុចទី19 page អញ្ចឹងអ្នកទាំងអស់គ្នាត្រូវមាន layer ភូមិសិនមកណាអញ្ចឹង layer ភូមិគឺខ្ញុំហៅតាម catalog មកវាលឿនដែរអញ្ចឹងក្នុងនោះខ្ញុំហៅ layer ភូមិមកយើងដាក់ថានៅក្នុង raster vector នេះវាមានពាក្យdelete center ណាអញ្ចឹងអ្នកទាំងអស់គ្នាចាប់ទាញវាមកហើយបើសិនជាខ្ញុំធ្វើគឺយើងឃើញច្រើនណាយើងឃើញច្រើនប៉ុន្តែឥឡូវយើងដឹងថាភូមិវាស្ថិតនៅក្រោមខេត្តមិនអញ្ចឹងហ៎អញ្ចឹងជាទូទៅបើសិនជាយើងចង់ខាត់ភូមិឬក៏តំបន់ជាចំណុចណាមួយនៅក្នុងពហុកោណណាមួយយើងត្រូវដឹងថាយើងចង់កាត់ទៅលើពហុកោណនៅក្នុងនោះក្នុងមួយណាអញ្ចឹងមានន័យថាលុះត្រាតែយើងមាននៅ layer របស់ខេត្តមួយសិនហើយ layer របស់ខេត្តហ្នឹងបើសិនជាយើងចង់កាត់នៅក្នុងខេត្តឧទាហរណ៍ថាខ្ញុំកាត់នៅភូមិនៅក្នុងខេត្តព្រះវិហារឬក៏ភូមិនៅក្នុងខេត្តឧត្តរមានជ័យឬអីអញ្ចឹងខ្ញុំចាំបាច់ត្រូវ select យក select ធម្មតានេះយកទៅ select នៅលើខេត្តនឹងមួយចោលសិនអញ្ចឹងណាពេលដែលខ្ញុំ select ហើយខ្ញុំចាប់ផ្ដើមចូល geo processing អញ្ចឹងយើងតាមយកពាក្យ clip ដល់ពេលដល់កន្លែង clip អ្នកទាំងអស់គ្នាមើលនេះឃើញទេ input របស់គេបានន័យថាគេមាន polygon ធំហើយគេមានចំណុចទូចៗហើយដល់ពេលគេ clip មក clip ឆ្លងកាត់មកគឺគេបានទាំង polygon ទូចទាំង polygon ធំនៅរួមទាំងចំណុចហ្នឹងផងណាអញ្ចឹង input បានន័យថា input យើងដាក់អ្វីដែលយើងចង់កាត់ពឹងទៅលើចឹងកន្លែងនេះយើងយក layer អីគេពីរុនយើងចង់កាត់ input យើង input បានន័យថា input យើង input ទៅលើprovince មិនអញ្ចឹងហ៎ព្រោះអីព្រោះយើងយកភូមិនៅក្នុងខេត្តអញ្ចឹងកន្លែងនេះយើងយក province មួយហើយ clip អីគេ village center ណាអញ្ចឹងកន្លែងនេះយើងយក village center there is village center នៅផងនេះអូខេនៅលើនេះអញ្ចឹងដល់ពេលហើយកន្លែងនេះអ្នកទាំងអស់គ្នាដូរឈ្មោះមកដូរឈ្មោះclip របស់យើងហ្នឹងខ្ញុំឧទាហរណ៍ថាខ្ញុំដូរដាក់ឈ្មោះvillage នៅក្នុងព្រះវិហារអញ្ចឹងណាហើយកន្លែងនេះអត់បារម្ភទេព្រោះនេះគ្រាន់ជាតារាងទូទៅពេលដែលយើងដាក់វាស្គាល់ coordinate របស់យើងស្រាប់ព្រោះពីច្រើនពួកយើងគិតជាម៉ែត្រតែនេះវាអូតូមកយើងនេះអត់អីទេយើងមិនបាច់ចាំដូរអីទេហើយ tolerance នេះយើងក៏អត់មានដាក់អី optional យើងដាក់ក៏បានមិនដាក់ក៏បានណាចុះពេលដែលអ្នកទាំងអស់គ្នាកាត់វានឹងដើរនៅកន្លែងវានឹងដើរនៅចន្លោះនេះអញ្ចឹងពេលដែលចាប់វានឹងចេញ layer 3 មួយមកវាច្រើនតិចយើងដើរនេះ
error ខ្ញុំសុំម្ដងទៀតអូខេ extract use of tool to cut a copy something ហើយខ្ញុំដាក់ input នេះខុសតិចទេកន្លែងនេះទៅដាក់ point នេះព្រោះណាហ៎យើងនិយាយមិនត្រូវខ្ញុំដាក់នេះខុសខ្ញុំដូរឈ្មោះខ្ញុំដាក់អញ្ចឹងទៅណាណាវាដើរនៅទៅនេះចេញត្រូវបាត់ត្រូវពិរុនបាត់ខ្ញុំខុសទៅខុសខ្ញុំទៅសេទៅច្រាស់ table សំខាន់នេះឥឡូវយើងបាន layer របស់ភូមិណានៅក្នុងខេត្តព្រះវិហារនេះណាប៉ុណ្ណឹងខ្ញុំសុំម្ដងទៀតណាដោយសារខ្ញុំបញ្ជាក់នេះ output បន្តិចទី1បានន័យថាយើងត្រូវមាន layer របស់ភូមិទាំងអស់ទូទាំងប្រទេសណា layer ភូមិមួយហើយយើងត្រូវទៅរកភូមិនៅក្នុងខេត្តណាដែលយើងចង់កាត់អញ្ចឹងយកឧទាហរណ៍ថាត្រូវចង់កាត់នៅក្នុងខេត្តបទីមានជ័យឬក៏ខេត្តឧត្តរមានជ័យអ្នកទាំងអស់គ្នាត្រូវ select ទៅលើ layer ហ្នឹងត្រូវ select ទៅលើ layer ហ្នឹងសិនឥឡូវខ្ញុំកាត់ទៅនៅឧត្តរមានជ័យវិញចុះរួចហើយខ្ញុំចូល geo processing ខ្ញុំចូល clip តែកន្លែងនេះមិនច្រើនតិចទេខ្ញុំសុំតោះកន្លែងនេះខ្ញុំដាក់ provin មិញហ្នឹងឥឡូវខ្ញុំដាក់កន្លែងនេះខ្ញុំដាក់village center វិញណារួចហើយកន្លែងនេះយើង click បេះទៅលើខេត្តណារួចហើយនេះយើងដូរឈ្មោះណាយើងដូរឈ្មោះទៅរកទីតាំង output ដែលយើងចង់ save អា layer ភូមិនៅក្នុងខេត្តមួយហ្នឹងពីហៅថាខ្ញុំដាក់នៅកន្លែងនេះវាបោះទីមានជ័យវាដើរនៅខាងក្រោមនេះតែវាចាប់វាចេញអញ្ចឹងវាចេញសញ្ញា tick ណាវាបើសិនជាសញ្ញាខ្វែងដូចខ្ញុំដំបូងហ្នឹងបានន័យថាយើង error ហើយចាអាហ្នឹងកាត់ភូមិប៉ុណ្ណឹងតមកទៀតយើងអាចយកភូមិហ្នឹង symbology អីផ្សេងបានតាមណាអូខេប៉ុណ្្នឹងឯងកាត់ភូមិអាចទៅសេឈ្មោះលើភូមិបានបាច់ទៅសេទេយើងដាក់ label មកទេស្អី label មានតាតែគេវាអត់មានខ្មែរណាខ្ញុំបន្តកំពុងជួយខ្មែរឲ្យវាយើងដាក់ label វាហ្នឹងក្នុង attribute table មកវាមាន label ក្នុងហ្នឹងហើយណាអាចទាញមួយម៉ាត់ទៅអាចទាញយកភូមិហ្នឹងមកកាត់ទាំងអស់គ្នាបន្តិចទៅ